សូមគោរពជំរាបសួរនាងខ្ញុំកាសេហាសូមស្វាគមន៍មកកាន់កម្មវិធី Star Podcast របស់ Beat Talent សូមស្វាគមន៍ចូលមកកាន់សប្តាហ៍ថ្មីទៀតហើយបងប្អូនទស្សនិកជនចា៎ហើយក៏សូមជម្រាបជូនផងដែរថាកម្មវិធីរបស់យើងគឺជាកម្មវិធីដែលតែងតែជីកកកកាយនៅរឿងរ៉ាវយ៉ាងស៊ីជម្រៅដែលពាក់ព័ន្ធទៅនឹងវិស័យកំសាន្តក៏ដូចជាជីវិតពិតរបស់តារានៅក្នុងប្រទេសកម្ពុជារាល់អេពីសូតនីមួយៗតារាកិត្តិយសរបស់យើងគឺតែងតែចែករំលែកបទពិសោធន៍នៅក្នុងជីវិតការងារក៏ដូចជាជីវិតសិល្បៈនិងជីវិតពិតរបស់គាត់ចែកជូនទៅដល់បងប្អូនទស្សនិកជនក៏ដូចជា fan ដែលបានជ្រាបកាន់តែច្បាស់និងស៊ីជម្រៅបន្ថែមទៀតនៅក្នុងសប្តាហ៍ថ្មីនេះនាងខ្ញុំសីហានឹងនាំអារម្មណ៍បងប្អូនទស្សនិកជនទាំងអស់គ្នាទៅស្គាល់នៅតំបន់សហគមន៍អេកូទេសចរធម្មជាតិមួយដែលមានក្រូចថ្លុងយ៉ាងឆ្ងាញ់និងល្បីឈ្មោះនោះគឺកោះត្រង់កោះត្រង់គឺជាកោះមួយដែលស្ថិតនៅចំកណ្ដាលទន្លេមេគង្គនៅទល់មុខនឹងទីរួមខេត្តក្រចេះហើយកោះនេះក៏ជាភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិនិងភ្ញៀវអន្តរជាតិច្រើនខ្លាំងដែរហើយដោយសារតែឃើញពីភាពស្រស់ស្អាតនិងភាពទាក់ទាញនិងលេចធ្លោរបស់កោះនេះទើបក្រុមផលិតភាពយន្តរបស់ទូរទស្សន៍ PNN បាននាំនៅតារាប្រុសដ៏ស្រស់សង្ហាប្រុសខួចនិងបបរកញ្ញាដ៏ស្រស់ស្អាតដែលជាបបរកញ្ញាចក្រវាលកញ្ញាសំណាងអេលីណាទៅផលិតភាពយន្តនៅទីនោះដើម្បីផ្ដល់នូវផ្ទាំងទស្សនីយភាពថ្មីប្លែកជូនទៅដល់បងប្អូនទស្សនិកជនឲ្យស្គាល់ពីតំបន់សហគមន៍អេកូទេសចរធម្មជាតិមួយនេះដូច្នេះកុំឲ្យទស្សនិកជនទៅរងចាំយូរសូមជួបជាមួយនឹងតួឯកប្រុសតួឯកស្រីរបស់យើងដូចតទៅគ្មានអ្វីដែលអាចវងទំហំចិត្តស្រឡាញ់អូនសុំទូជំរាបសួរអ្នកទាំងពីរចាអូស្រស់បោះមែនតើហ្មងណាចាជាលើកទី1បានជួបនៅខាងក្រៅគ្រាន់តែឃើញ trailer រឿងគឺថាចាប់អារម្មណ៍ចង់ជួបខាងក្រៅដើម្បីសំណេះសំណាលគ្នាចាអញ្ចឹងជាដំបូងសូមឲ្យចាអ្នកទាំងពីរណែនាំខ្លួនទៅកាន់ទស្សនិកជនជាមុនសិនជំរាបសួរខ្ញុំបាទប្រកួតគឺជាតារាសម្ដែងចាជំរាបសួរទស្សនិកជនទាំងអស់គ្នានាងខ្ញុំសំណាងអេលីណាដែលស្គាល់ថាជាបបរកញ្ញាម្នាក់ហើយក៏ជាតារាសម្ដែងដូចគ្នាដែរចាហើយក៏ជាបបរកញ្ញាចក្រវាលក៏ក្មេងជាងគេដែរចាបងចានៅក្នុងក្រៅទៅស្អាតជាងនៅក្នុងសសរទៀតណាចាអរគុណច្រើនអញ្ចឹងចូលមកកាន់ខួចដំបងគេតែម្ដងចាព្រោះខួចអាចប្រាប់អំពីការដែលប្រឡូកចូលវិស័យសិល្បៈដំបងបានទេថាយើងធ្លាប់ចូលវិស័យសិល្បៈតាមរយៈអីដែរជាដំបូងខ្ញុំចូលទៅតាមរយៈការសម្ដែង MV បទមេកំពង់ភ្លៀងហាបងមីសុខភាពចាហើយបន្ទាប់មកទៀតនៅពេលដែលខាង director ឬក៏ខាងផលិតកម្មគាត់ឃើញអញ្ចឹងទៅគាត់ថាខ្ញុំនឹងអាចថតរឿងបានអញ្ចឹងទៅខ្ញុំក៏សាកថតរឿងនៅដូចជាខ្មែរមេគង្គកាលហ្នឹងចារឿងដំបូងដែលជាបទពិសោធន៍យើងធម្មតាការងារបរៀនខ្ញុំជាមនុស្សម្នាក់ដែលបកែអៀនពីមុនគឺអៀនគាត់ទៅឡើងលើឆាកមានអៀនអីទៅមិនឃើញលេងច្រើនណាពីមុនចាំពីមុនឥឡូវចាគឺជាមនុស្សម្នាក់ដែលបកែអៀនគាត់ទៅកាន់មេក្រូខ្ញុំអត់ដែរនិយាយចេញទេឥឡូវតាំងពីចូលមកចូលប្រឡូកសិល្បៈពីបានបានឆ្នាំនេះបងអាចនិយាយបានថាពី2016មកឥឡូវមើលដូចជា8ឆ្នាំហើយចា10ឆ្នាំហើយវាជាបទពិសោធន៍ព្រោះថាការងារតែបរៀនយើងពីបន្តិចម្ដងសូម្បីតែយើងចូលសម្ដែងដំបូងក៏មិនប្រកាសថាយើងសម្ដែងល្អទាំងអស់ដែរត្រូវមាត់ director គាត់ចង់ឲ្យយើងធ្វើអីតាមចិត្តគាត់យើងធ្វើមិនបានព្រោះយើងថ្មីអញ្ចឹងទៅតែពីនៅពេលដែលខ្ញុំមានទម្លាប់មួយនៅពេលដែលខ្ញុំធ្វើអត់បានអញ្ចឹងខ្ញុំមកផ្ទះវិញខ្ញុំចាប់ដើមធ្វើអាហ្នឹងចាធ្វើដែរធ្វើឲ្យធ្វើទៀតយូរទៅវាស៊ាំដល់ពេលទៅលើក្រោយទៀតគាត់ថាបានល្អជាងមុនអីចឹងទៅអាហ្នឹងមកពីយើងដែរយើងខំយប់ឡើងបាទទាំងដែលពីមនុស្សម្នាក់ភ័យខ្លាចឃើញកាមេរ៉ាខ្លាចហ្មងតែខ្ញុំឃើញកាមេរ៉ាបែបនេះខ្ញុំរត់ហើយចាខ្ញុំក៏នឹកស្មានខ្លួនឯងមកដល់ពេលនេះដែរហើយបន្ទាប់មកថតពីមួយរឿងទៅមួយរឿងហើយមកដល់ខាង PNN ខ្ញុំបានច្រើនរឿងចាបានរឿងដែរដូចជា5-6រឿងដែរតែគាត់ថាអ្វីដែលខ្ញុំចាំរឿងពុនស្នេហ៍ចៅស្រីហេមិនបានមកដាក់ខ្លាំងខ្ញុំចឹងលេងទៅប៉ោះព្រីជាមួយនឹងខ្ញុំរឿងមរណៈមេដាមួយទៀតខ្ញុំភ្លេចឥឡូវចូលមកដល់រឿងកោះត្រង់លងស្នេហ៍ចាក្នុងចំណោមរឿងទាំងអស់របស់ទូ PNN ខួចឆ្លាញ់រឿងណាជាងគេរឿងដែលខ្ញុំផ្ទុះនៅ PNN គឺរឿងមុនស្នេហ៍ចៅស្រីវិជ្រាខ្ញុំសម្ដែងមើលលីណាអត់ឆ្លាញ់អត់ពេញចិត្តទេមិនពេញចិត្តទេដោយសារតែរឿងនេះអត់ទាន់ចាក់តែរឿងនេះគឺកមិចកំម៉ោមដូចគ្នាមានអារម្មណ៍ថាអន់ចិត្តតែធម្មតារឿងអត់ទាន់ចាក់ប៉ុន្តែ
យកសំដៅមួយគ្នាហើយតែបង សំខាន់លើទស្សនិកជនចាំឲ្យ rate មកថារឿងនេះមិនអីមិនអាហ្នឹងបើសិនជារឿងនេះវាទៅដឹងថាមានអារម្មណ៍ថាព្រោះសម្រាប់ខ្ញុំរឿងនេះគឺ rate ខ្លាំងក៏ផ្លុកក៏ផ្លែងយើងឌឺដងភាគច្រើនអារម្មណ៍ឌឺដងគឺខ្លាំងមែនទេ ប៉ុន្តែសម្រាប់សមិទ្ធផលថ្មីនៅរឿងថ្មីកោះត្រង់កណ្ដុងស្នេហ៍នេះគឺក៏គ្រាន់តែស្ដាប់នៅចំណងជើងនៃសាច់រឿងនេះក៏ចាប់អារម្មណ៍ដែរព្រោះយើងចង់ដឹងថាសាច់រឿងហ្នឹងមកពីអីឬក៏អត្ថន័យគេបែបមិនដែរចង់និយាយពីអីចឹងណាលងស្នេហ៍ហ្នឹងលងស្នេហ៍ទៅលើតួស្រីដែលគាត់នៅកោះត្រង់ហ្នឹងឬក៏មិនបើយើងចង់ដឹងណា ឬក៏លងស្នេហ៍មួយខូចថង អត់ទេបើចង់ដឹងមានតែចាំរងចាំតាមនោះ កូនច្រើនអញ្ចឹងចង់ដឹងការតលម្អិតបន្ថែមទៀតជួបជាមួយនឹងបបរកញ្ញាចក្រវាលរបស់យើងដ៏ស្រស់ស្អាតកញ្ញាសំណាងអេលីណាចាអញ្ចឹងចង់ឲ្យអេលីណាណែនាំខ្លួនទៅកាន់បងប្អូនទស្សនិកជនក៏ដូចជាប្រាប់អំពីការដែលយើងចូលប្រឡូកវិស័យសិល្បៈបានប្រហែលឆ្នាំហើយតាមរយៈអ្វីដែរ ចាជាដំបូងជំរាបសួរទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នានេះខ្ញុំសំណាងអេលីណាដែលគេតែងតែស្គាល់ថាជាបបរកញ្ញាម្នាក់ហើយក្រៅពីវិស័យបបរកញ្ញាក៏ជាតារាសម្ដែងហើយក៏ជា influencer ម្នាក់ដែរចាហើយនាងខ្ញុំចូលនៅក្នុងវិស័យសិល្បៈនេះអស់រយៈពេល5ឆ្នាំហើយឈានជើងចូលវិស័យសិល្បៈដំបូងក៏តាមរយៈបបរកញ្ញាដូចគ្នាដែរចាហ្មង និយាយទៅបងប្អូនទស្សនិកជនដែលជា fan របស់បបរកញ្ញាចក្រវាលរបស់យើងប្រកាសជាបានស្គាល់ហើយគឺអេលីណាពូកែមែនតែនហើយគឺជាបបរកញ្ញាដែលក្មេងស្អាតហើយមានចំណេះដឹងទៀតចាអញ្ចឹងហើយចង់ដឹងថាសម្រាប់អេលីណាបានប្រឡូកនៅក្នុងវិស័យសិល្បៈ5ឆ្នាំហើយបានសម្ដែងនៅសាច់រឿងរបស់ទូទូភានអិនបានប្រហែលហើយ ចាបើនិយាយពីការឈានជើងចូលវិស័យសម្ដែងវិញគឺចាប់ផ្ដើមមួយភានអិនតែម្ដងមកដល់រឿងក្រោយនេះគឺបាន3រឿងហើយបងរឿងដំបូងគឺជាមួយនឹងអ៊ំប៉ុនភពផាស្នាមស្ទាយសមុទ្ររៀម គូចោះស្រួលខ្ញុំរកមកកន្លែងចោះសិន បន្ទាប់មកគឺរឿងកុងត្រាបេះដូង ថាប់ដៃ1លានថាប់ពណ៌2លាន ហើយរឿងក្រោយនេះក៏ទ្រង់លងស្នេហ៍ជាមួយនឹងលោកខួច ចាក្នុងចំណោមរឿងទាំងអស់នេះស្រឡាញ់រឿងមួយណាជាងគេ ស្រឡាញ់ស្មើគ្នាបងប៉ុន្តែគ្រាន់ថាហត់ដងធ្លាប់តែដើរជាតួ slot ប៉ុន្តែរឿងក្រោយនេះប្លែកអារម្មណ៍តិចយើងមកធ្វើរបៀបជាអ្នកចំការហើយឌឺដងច្រើនកំិចកំម៉ោមច្រើនឆ្លោះគ្នាជាមួយនឹងតួប្រុសរហូតអត់ហ៊ាននិយាយច្រើននេះខ្លាច spoil រឿង ចាយកប្រហែលតិចបានណាចាគ្រាន់តែប៉ុណ្្នឹងបងប្អូនទស្សនិកជននឹងនិយាយថាចង់មើលមែនតើចាំដល់ថ្ងៃចែចាអញ្ចឹងចង់ឲ្យអេលីណាប្រាប់ពីវិស័យបបរកញ្ញាវិញម្ដងអញ្ចឹងចង់ឲ្យអេលីណានិយាយអំពីវិស័យបបរកញ្ញាបន្តិចថាមានរឿងរ៉ាវអ្វីខ្លះនៅពេលដែលយើងចាប់ផ្ដើមវិស័យមួយនេះដំបូងឡើយ ចាបងទស្សនិកជនក៏ធ្លាប់តែតាមដានហើយក៏ដឹងថានាងខ្ញុំជាបបរកញ្ញាដែរក្មេងជាងគេពេលដែលជាប់បបរកញ្ញាចក្រវាលកម្ពុជានឹងហើយនៅពេលដែលទៅប្រកួតនឹងគឺទៅប្រកួតឆ្ងាយទៀតដល់សហរដ្ឋអាមេរិកចុះហើយនៅអាយុក្មេងមែនតើនេះគឺជារបៀបថាបបពិសោធន៍មួយដែលផ្ដល់ឲ្យយើងនៅពេលដែលយើងនៅអាយុវ័យក្មេងអញ្ចឹងវាផ្ដល់មកឲ្យជីវិតយើងឲ្យយើងចេះរឹងមាំឲ្យយើងស្គាល់អ្វីដែលថា ជីវិតនៅខាងក្រៅចាអញ្ចឹងទទួលបានបទពិសោធន៍ច្រើនមែនតើហើយបើនិយាយពីការពិបាកវិញពិបាកខ្លាំងវាដូចជា challenge មួយសម្រាប់ខ្លួនឯងអញ្ចឹងព្រោះយើងនៅក្មេងយើងទៅតែរៀនចប់វិទ្យាល័យហើយយើងទៅចូលប្រកួតកម្មវិធីអញ្ចឹងគឺទាមទារឲ្យយើងមានការមោះមុតហើយតាំងចិត្តខ្លាំងមែនតើព្រោះនៅពេលដែលទៅប្រកួតយើងមិនមែនប្រកួតតែម្នាក់ឯងឬក៏10ប្រទេសអីមានដល់ទៅ 70 80 ប្រទេសមកចូលរួមជាមួយយើងចាបងហើយបបរកញ្ញាមួយគឺគាត់ទាមទារឲ្យបបរកញ្ញា និយាយទៅតាមកម្មវិធីផ្សេងៗគ្នាគឺបែបបទក៏ដូចជាកម្មវិធីហ្នឹងគឺវាខុសគ្នាសម្រាប់ Miss Universe បបរកញ្ញាចក្រវាលនេះគឺទាមទារឲ្យបបរកញ្ញាម្នាក់ហ្នឹងគឺគាត់មានភាពមោះមុតគាត់ចេញមកគឺមនុស្សម្នាក់ដែលអាចដឹកនាំបានដូចជាស្ត្រីអំណាចអញ្ចឹងដែលគាត់អាចដឹកនាំហើយគាត់អាចប្រើប្រាស់សម្លេងរបស់គាត់ហ្នឹងទៅជួយដល់ សង្គមជាតិឬក៏ពិភពលោកអីចឹងទៅព្រោះវាមិនមែនជាកម្មវិធីនៅក្នុងស្រុកទេអញ្ចឹងវាកម្មវិធីពិភពលោកអញ្ចឹងគឺមនុស្សម្នាក់ហ្នឹងគាត់មិន inspire តែនៅក្នុងប្រទេសរបស់គាត់គឺគាត់ inspire មកពិភពលោកតែម្ដងហើយដល់ពេលយើងជាក្មេងស្រីម្នាក់អាយុតិចមែនតើយើងគិតថាយើងអាចធ្វើមិន ដើម្បីយកឈ្នះឬក៏យើងមិនចាំបាច់ទៅយកឈ្នះប៉ុន្តែយើងទៅទទួលនៅបទពិសោធន៍ថ្មីមួយពីក្នុងកម្មវិធីនឹងថាធ្វើមិនឲ្យទៅចូលទៅឲ្យចូលជាមួយនឹងបេក្ខភាពដតីបានអញ្ចឹងណាអញ្ចឹងយើងត្រូវ រៀនច្រើនមែនតើបងពីកម្មវិធីមួយនឹងយកធ្វើមិនដើម្បីឲ្យ
fan របស់យើងនេះអ្នកដែលគាត់ចាំគ្រប់គ្រងយើងពីស្រុកខ្មែរទៅនេះឲ្យគាត់មានមោទនភាពមកលើយើងឲ្យគាត់គិតថាអើយយើងជាបបរកញ្ញាមួយដែលក្មេងមែនប៉ុន្តែយើងទៅ proof គេឲ្យឃើញថាយើងអាចទៅឈរនៅឆាកអន្តរជាតិបានជាមួយនឹងប្រទេសដទៃទៀតយើងយកប្រទេសកម្ពុជាទាំងមូលនេះទៅលើឆាកអន្តរជាតិហ្នឹងកុំឲ្យគេមើលងាយឲ្យគេឃើញថាយើងពិតជាយកកម្ពុជាទៅដោយមានភាពមោទនភាពចា នៅពេលដែលអេលីណាប្រឡង Miss Universe ដំបូងអាយុប្រហែលដែរ អាយុ18ឆ្នាំហ្មង 18ឆ្នាំឡើងឆាកអន្តរជាតិវ៉ាវ ចាបងដល់ពេលចេញទៅប្រកួតនៅក្រៅឆ្លងឆ្នាំហ្មងបងអញ្ចឹងទៅអាយុ19ឆ្នាំ ចាអូយក្មេងខ្ចីមែនតើចានិយាយទៅកំពុងតែវ័យសិក្សាណាចាប៉ុន្តែអ្វីដែលជាចំណង់ចំណូលចិត្តនិងក្តីស្រឡាញ់របស់យើងបានពុះពីឲ្យយើងឡើងទៅដល់លើឆាកអន្តរជាតិហើយមានភាពក្លាហានតំណាងឲ្យប្រទេសកម្ពុជាទៀតចាពិសេសមែនតើមិនមែនជារឿងធម្មតារឿងនេះព្រោះថាបើសិនជាមិនមានភាពក្លាហានក៏ដូចជាមិនមានសមត្ថភាពពិតប្រាកដទេក៏មិនអាចឡើងដល់ឆាកអន្តរជាតិបានដែរចាសម្រាប់អារម្មណ៍របស់អេលីណាវិញនៅពេលដែលយើងទៅប្រកួតប្រជែងជាមួយនឹងប្រទេសផ្សេងៗនៅលើពិភពលោកតើអារម្មណ៍របស់យើងពេលនោះតើយើងតាំងចិត្តបែបណាដែរដើម្បីឲ្យគេហៅថាតំណាងឲ្យប្រទេសកម្ពុជារបស់យើងឲ្យគេស្គាល់ពីប្រទេសរបស់យើងឲ្យគេស្គាល់ពីអរិយធម៌របស់យើងចាបងពេលហ្នឹងគឺគិតតែមួយថាមិនធ្វើដើម្បីខ្លួនឯងទេគឺធ្វើដើម្បីប្រទេសជាតិទាំងមូលហ្មងអញ្ចឹងធ្វើមិនតាំងចិត្តទៅហ្នឹងគឺគិតថាវាជាលើកទី1យើងទៅទោះជាមិនបានលទ្ធផលអីមកវិញក៏យើងខំប្រឹងឲ្យអស់ពីលទ្ធភាពរបស់យើងដែរព្រោះអីកម្មវិធីហ្នឹងធំមែនតើហ្មងវាលេខ1នៅលើពិភពលោកហើយចាលំដាប់ទី1នៅលើពិភពលោកអញ្ចឹងនៅពេលដែលយើងទៅហ្នឹងអីដែលខ្ញុំអាចធ្វើបានហ្នឹងគឺយើងសិក្សាពីប្រទេសជាតិរបស់យើងថាយើងមានអីខ្លះដែលយើងអាចជួយពំនាំយកទៅលើឆាកអន្តរជាតិបានអញ្ចឹងព្រោះយើងទៅដល់យើងជួបជាមួយនឹងបេក្ខភាពផ្សេងទៀតជាច្រើនអញ្ចឹងយើងអាចណែនាំពីប្រទេសរបស់យើងបានទៅកាន់គេហ្នឹងវាក៏ជាអីមួយដែលយើងជួយផ្សព្វផ្សាយពីប្រទេសរបស់យើងដែរហើយមួយទៀតហ្នឹងគឺនៅពេលដែលយើងទៅហ្នឹងគឺមានជាឈុតណាំងជាតិដែលយើងប្រកួតលើឆាកអន្តរជាតិអញ្ចឹងនៅក្នុងឈុតរបស់យើងហ្នឹងគឺយើងប្រកាសជាមាន detail ក៏ដូចជាព័ត៌មានពាក់ព័ន្ធជាមួយនឹងឈុតរបស់យើងហើយឈុតតំណាងជាតិយើងប្រកាសជាពាក់ព័ន្ធជាមួយនឹងប្រពៃណីវប្បធម៌អរិយធម៌របស់យើងហើយចាបងចាសម្រាប់អេលីណាវិញនៅពេលដែលទៅប្រឡង Miss Universe នៅសហរដ្ឋអាមេរិកចាក្រៅពីទៅប្រឡងនៅសហរដ្ឋអាមេរិកអេលីណាបានទៅប្រកួតប្រជែងនៅប្រទេសណាផ្សេងទៀតដែរចាបងបន្ទាប់ពីប្រកួតនៅសហរដ្ឋអាមេរិកកាលពីឆ្នាំ2019ខ្ញុំក៏បានទៅប្រកួតនៅប្រទេសជប៉ុនកាលពីឆ្នាំទៅសម្រាប់ Miss International បងវ៉ាវបទពិសោធន៍ថ្មីទៀតទេណាចាថ្មីចាសម្រាប់ការទៅប្រកួតនៅប្រទេសជប៉ុនខុសប្លែកគ្នាពីនៅសហរដ្ឋអាមេរិកបែបម៉េចដែរខុសប្លែកគ្នាឆ្ងាយខ្លាំងបងដោយសារតែកម្មវិធី Miss Universe គឺដូចដែលខ្ញុំបានជំរាបជូនបងអញ្ចឹងជាកម្មវិធីបែបរបៀបថានារីចេញមកអង្គអាចមោះមុតគឺគេត្រូវការម៉ត់ចត់គ្រប់កម្មវិធីគ្រប់ activities កម្មភាពតែម្ដងគឺខុសគ្នាមែនតើដល់ពេលកម្មវិធី Miss International អាចនិយាយបានថារបៀបជាលក្ខណៈរៀង fresh រៀងគេនាំយើងឲ្យទៅសិក្សាពីប្រវត្តិសាស្ត្ររបស់ប្រទេសគេច្រើនគេទៅធួនៅកន្លែងបែបថា tourist attraction របស់ប្រទេសគេចាគេនាំយើងទៅមើលថាប្រទេសគេជាប្រទេសបែបណាប្រពៃណីគេរបៀបម៉េចប្រជាជនរបស់គេរស់នៅរបៀបម៉េចគឺយើង enjoy ពីប្រទេសគេបានច្រើនចាបើ Miss Universe គឺគាត់ភាគច្រើនគឺមួយថ្ងៃសកម្មភាពគឺយើងត្រូវសិក្សារហូតគឺយើងចូលទៅក្នុងកន្ទប់សិក្សាជាមួយនឹងគេថាអូថ្ងៃនេះត្រូវធ្វើអីទៀតទៅថ្ងៃស្អែកយើងត្រូវធ្វើចេះអញ្ចឹងនៅក្នុងកម្មវិធីហ្នឹងគឺគេធ្វើរបៀបម៉េចខ្លះហើយគេបរៀនយើងថាស្ត្រីដែលជាអ្នកដឹកនាំហ្នឹងវារបៀបម៉េចការអង្គុយអាកប្បកិរិយារបស់យើងគឺគេសឹងតែបរៀនយើងសឹងតែរងថ្ងៃតែម្ដងចាបើកម្មវិធី Miss International អត់ឲ្យយើង enjoy ពីកម្មវិធីគេបានច្រើនចាពិសេសមែនតើនៅពេលដែលបានសម្ភាសជាមួយនឹងបបរកញ្ញាចក្រវាលដល់ពូកែមួយនេះគឺនាងខ្ញុំក៏ទទួលបានចំណេះដឹងថ្មីដែរមានន័យថាបទពិសោធន៍ដែលយើងបានទៅចូលរួមប្រឡងនៅក្នុងកម្មវិធីនីមួយៗក៏យើងទទួលបាននៅបទពិសោធន៍ថ្មីហើយនឹងចំណេះដឹងថ្មីល្អច្រើនដែរហើយយើងក៏បានជួបជាមួយនឹងគ្រូបង្វឹកដែលមានជំនាញច្បាស់លាស់ហើយគាត់នឹងប្រាប់យើងអំពីការដែលយើងចូលទៅក្នុងការប្រឡងនេះធ្វើអាកប្បកិរិយាបែបណាដើម្បីឲ្យចូលនៅក្នុងការប្រឡងនេះកាន់តែទទួលបាននៅភាពជោគជ័យក៏ដូចជាមានភាពលេចធ្លោដែលយើងជាតំណាងប្រទេសចាអញ្ចឹងចំពោះផលលំបាករបស់អេលីណាវិញថាតើមានការលំបាកយ៉ាងដូចម្តេចខ្លះដែរនៅពេលដែលយើងទៅក្រៅប្រទេសហើយយើងត្រូវប្រើភាសាច្រើនចាអេលីណាសប្តាហ៍ថ្ងៃចេះប្រហែលភាសាដែរ
សប្ងៃអាចនិយាយបានស្ទាត់ពីភាសាបងភាសាខ្មែររបស់យើងហើយនិងភាសាអង់គ្លេសបង ចាតាមតែដឹងមកភាសាអង់គ្លេសគឺខ្លាំងតែម្ដងចាអាចជំរាបជូនអំពីប្រវត្តិនៅក្នុងការសិក្សាបានអត់ ចាបងនិយាយទៅអរគុណដល់ម៉ាក់ប៉ាដែរគាត់ឲ្យចូលរៀនអង់គ្លេសតាំងពីអាយុ 3 ឆ្នាំអញ្ចឹងការនិយាយភាសាអង់គ្លេសរបស់ខ្ញុំបានមិនថាល្អ perfect អីណាស់ណាប៉ុន្តែมันនិយាយបានមក start ដែរបងចាហើយសម្រាប់ background ការសិក្សារបស់ខ្ញុំវិញខ្ញុំគឺជានិស្សិតផ្នែកទំនាក់ទំនងអន្តរជាតិបង វ៉ាវជំនាញការទំនាក់ទំនងល្អអញ្ចឹងបានរស់រីរាក់ទាក់ឡើងដូចប្រខួតចឹង បកាតាក់តងគ្នា ខ្ញុំគួរស្ដាប់គាត់ណាគាត់ទៅប្រឡងទៅប្រកួតចឹងគេឲ្យគាត់ជាមនុស្សស្រីញ៉ាំខ្ញុំស្ដាប់បានណា ចា ជាការចំណុចគេជាមនុស្សស្រីដែលអង្គអាចក្លាហានសមមែនសមនឹងមុខមាត់ហ្មងពេលថតមកគ្នាអញ្ចឹងមែន បកែរបស់គេមែនចា នេះខ្ញុំចាប់បានណាតែថាកន្លែងហ្នឹងហ្មងដោយសារគេគាត់ត្រូវគាត់គេកម្មវិធីគេតម្រូវឲ្យមនុស្សស្រីហ្នឹងខ្លាចជាមនុស្សម្នាក់ដែលបកែដែលមោះមុតក្លាហានអាចដឹកនាំគេបានអូសមហ៎ចាប់មនុស្សចង់ថារើសមនុស្សត្រូវរបស់គេបែបនេះដែរត្រូវហ្មង ភាសាហ្នឹងចង់បាននេះគេអូចង់បាននេះគេ ចង់បាន30ថោក ខ្ញុំថាបានតែក្នុងរឿងទេមិនគាត់តែកេះគៀវគេតិចអត់បានទេបងឯងទៀតណាអត់មាននៅក្នុងរឿងទេណាដល់វិញខ្ញុំតែប្រាប់លីណាថានៅពេលដែលគេកេះដៃអញ្ចេះកុំបែរចេះគេ ចាមកចឹងទៅយើងមានផុតដៃបបែមុខនេះទៅផុតដៃទៅដែរ គេផុតដៃធ្លាក់ដៃមក អូខេខាត់តោះសាច់រឿងយើងវិញម្ដងចាអញ្ចឹងសម្រាប់អេលីណាវិញអាចជំរាបជូនបានទេថាសម្រាប់ការសិក្សាបច្ចុប្បន្នវិញតើយើងបន្តការសិក្សាបន្តទៀតឬក៏យើងផ្ដោតទៅលើវិស័យសិល្បៈខ្លាំងតែម្ដង អត់ទេបងហងៃនេះខ្ញុំនៅតែបន្តការសិក្សាអញ្ចឹងដោយតាមពីមុនដូចគ្នានៅពេលដែលចូលប្រកួតហ្នឹងក៏អញ្ចឹងដែររៀនផងធ្វើការផងអញ្ចឹងគឺពិបាកបែងចែកពេលវេលាខ្លាំងមែនតែប៉ុន្តែអ្នកផ្ទះគាត់នៅតែទៀមទាធ្វើមិនឲ្យរៀនឲ្យចប់ណាបើមិនអញ្ចឹងទេអត់ឲ្យធ្វើការអីតាមតែចង់ធ្វើឯងអញ្ចឹងទៅត្រូវតែរៀនឲ្យចប់ព្រោះថាខ្ញុំជឿជាក់ថាបើសិនជាយើងធ្វើការអញ្ចឹងហើយយើងជាតារាសម្ដែងឬក៏ជាយើងជាបបរកញ្ញាមួយរូបបើសិនជាយើងមានចេះដឹងកាន់តែច្រើនវាក៏ជួយលើកស្ទួយអា quality របស់យើងនេះដែរមានន័យថាយើងគឺជានៅម្នាក់យើងគឺជាតារាជាបបរកញ្ញាដែលមានគុណភាព ចា ជាការប៉ុណ្ណាព្រោះថាយើងតំណាងឲ្យប្រទេសកម្ពុជាហើយបបរកញ្ញារបស់យើងដែលយើងជ្រើសរើសទៅគឺដូចជាអេលីណាមានសមត្ថភាពស្អាតឆ្លាតពូកែហើយនិយាយភាសាបរទេសបានល្អចានៅពេលដែលយើងឡើងទៅដល់លើឆាកអន្តរជាតិក៏ជាមុខមាត់មួយដែលធ្វើឲ្យគេស្គាល់កម្ពុជាយើងកាន់តែច្បាស់ដោយសារតែយើងអាចប្រើប្រាស់ភាសាយើងអាចនិយាយអំពីអរិយធម៌វប្បធម៌ខ្មែររបស់យើងឲ្យគេស្ដាប់យល់បានចាអញ្ចឹងហើយនៅពេលនោះគឺអន្តរជាតិជាពិសេសគឺអ្នកដែលគាត់ប្រកួតប្រជែងជាមួយគ្នាក៏គាត់បានដឹងយើងចែករំលែកវប្បធម៌គ្នាទៅវិញទៅមកដូចជាអេលីណាទៅសហរដ្ឋអាមេរិកទៅប្រទេសជប៉ុនគឺទទួលបានបទពិសោធន៍ខុសៗគ្នាទាំងអស់ហើយជាពិសេសទៀតសោះគឺថាជប៉ុនគឺជាប្រទេសមួយដែលគេស្រឡាញ់អរិយធម៌វប្បធម៌គេខ្លាំងមែនតើតែម្ដងអញ្ចឹងហើយយើងទទួលដឹងអំពីវប្បធម៌រវាងគ្នានឹងគ្នាគឺពិតជាល្អមែនតើចាបងសប្តាហ៍នេះក៏នៅតែបន្តការសិក្សាដែរឥឡូវនេះកំពុងតែបន្តការសិក្សា Master មួយទៀតបងចាដូចតែពេលនៅប្រកួតចឹងប្រកួតផងហ៊ានផងចឹងពិបាកនៅក្នុងការបែងចែកពេលវេលាខ្លាំងមែនតើចាព្រោះអីអ្នកតែគាត់ត្រូវថាឲ្យហ៊ានចប់បានឲ្យធ្វើអីតាមដែលខ្លួនស្រឡាញ់ដែលខ្លួនចង់បានហើយខ្ញុំជឿថាបើសិនជាយើងជាតារាសម្ដែងផងយើងជាបបរកញ្ញាទៀតហើយសំខាន់យើងខ្លួនឯងនេះបើសិនជាយើងកាន់តែមានចំណេះដឹងមានន័យថាយើងជាមនុស្សម្នាក់ដែលមានគុណភាពហើយយើងជាតារាជាបបរកញ្ញាដែលមានគុណភាពចិត្តអញ្ចឹងនៅពេលដែលយើងទៅប្រកួតនៅប្រទេសក្រៅឬក៏យើងចេញទៅក្រៅគឺមានន័យថាយើងអត់ពិបាកនឹងប្រកួតប្រជែងជាមួយគេទេចានិយាយទៅពិសេសមែនតើតាមម្ដងចំណុចនេះព្រោះថាជាទូទៅអារម្មណ៍ក៏ដូចជាមតិរបស់មហាជនពីមុនមកប្រហែលឆ្នាំមកគាត់តែងតែគិតថាបបរកញ្ញាគាត់មានតែរូបសម្រស់ស្រស់ស្អាតទេហើយគាត់ទៅប្រឡងគាត់មិនចេះប្រើភាសាបានល្អឬក៏មានតែរូបសម្រស់តែមួយយ៉ាងមិនគ្រប់គ្រាន់ទេតោះតែយើងមានចំណេះដឹងជ្រៅជ្រះក៏ដូចជាភាសាអាចនិយាយភាសាបរទេសបានភាសាអង់គ្លេសបានដើម្បីជាមុខមាត់នៃប្រទេសជាតិរបស់យើងជាពិសេសទៀតនោះគឺថាកាន់តែទទួលបានតម្លៃកាន់តែកើនឡើងហ្នឹងឯងចាអញ្ចឹងហើយឃើញថាអេលីណាមានគ្រប់យ៉ាងហើយចាហើយដល់ឥឡូវនេះនៅតែបន្តការសិក្សាបន្តទៀត
ពិសេសមែនតើនេះគឺជាចំណុចមួយហើយក៏ជាបទពិសោធន៍ដែលចង់ចែករំលែកទៅដល់បងប្អូនជំនាន់ក្រោយដែលគាត់ចង់ចូលទៅក្នុងវិស័យបវរកញ្ញាដូចជាអេលីណាដែរអាចជាគំរូមួយដែរចាហើយចំពោះតម្លៃនៃបវរកញ្ញារបស់យើងក៏កាន់តែមានភាពលេចធ្លោនិងកើនឡើងដែរដោយសារតែយើងមានចំណេះជំនាញច្រើនចាអរគុណ នឹងក៏ជាចំណុចមួយដែលខ្ញុំឈានជើងចូលវិស័យបវរកញ្ញាដូចគ្នាដែរពួកអីយើងទៅតែក្មេងអាយុ18ឆ្នាំហើយដូចបងនិយាយមិនអញ្ចឹងកាលពីប្រហែលឆ្នាំមុនទៅគឺគេតែងនិយាយថាតារាឬក៏បវរកញ្ញាគ្រាន់តែមានតែសម្រស់មិនមែនជាអ្នកហ៊ានសោតមិនអីអញ្ចឹងណាបងអញ្ចឹងយើងជាមនុស្សម្នាក់ដែលគិតថាអាចនឹងឈានជើងចូលទៅក្នុងវិស័យហ្នឹងហើយ proof គេបានបញ្ជាក់គេបានថាខ្ញុំគឺជាអ្នកហ៊ានម្នាក់ដែរប៉ុន្តែខ្ញុំនៅតែមកធ្វើនៅក្នុងវិស័យនេះហេតុអីដោយសារតែខ្ញុំចង់លើកស្ទួយពីវិស័យនៅក្នុងប្រទេសកម្ពុជារបស់យើងថាអ្នកដែលគាត់ចេញទៅប្រកួតគឺសិតតែអ្នកដែលគាត់មានចំណេះដឹងគឺសិតតែគាត់ជាបវរកញ្ញាម្នាក់ដែលមានគុណភាពមិនមែនមានតែសម្រស់ចេះតែចេញទៅប្រកួតទេអញ្ចឹងឲ្យនេះឲ្យប្រជាជនទាំងមូលឬក៏ឲ្យអ្នកផ្សេងទៀតគាត់មើលមកថានេះគឺជាតម្លៃមិនតម្លៃរបស់ខ្ញុំទេណាគឺជាតម្លៃរបស់វិស័យបវរកញ្ញាហើយនិងវិស័យសិល្បៈកុំឲ្យគេមើលងាយវិស័យរបស់យើងទៀតចាអញ្ចឹងបាននៅក្នុងពេលបច្ចុប្បន្ននេះគឺបងប្អូនទស្សនិកជនហើយមហាជនរបស់យើងគាត់មានការយល់ច្រើនពីវិស័យបវរកញ្ញាហើយគាត់ក៏កោតសរសើរដែរនេះខ្ញុំតាមដានដែរព្រោះដោយសារតែឃើញមួយរយៈចុងក្រោយនេះឃើញថាចំពោះមហាជនខ្មែររបស់យើងគាត់ចូលចិត្តតាមដានវិស័យបវរកញ្ញាខ្លាំងមែនតើហើយគាត់តែងតែលើកសរសើរគាត់ចែករំលែកហើយគាត់ share មែនតើហើយគាត់ក៏សរសើរថាស្អាតពូកែឆ្លាតនិយាយទៅស្ទើរតែគ្រប់គ្នាដែលគាត់ឥឡូវនេះគាត់ពូកែមែនតើនិយាយទៅនារីសម័យថ្មីសម័យ digital គឺពូកែចាអរគុណច្រើនអេលីណាគឺថាបានស្ដាប់ពីអ្វីដែលអេលីណាបានប្រាប់មកគឺថាកាន់តែយល់ច្បាស់អំពីអេលីណាថាអេលីណាគឺជាបបរកញ្ញាចក្រវាលដែលពូកែនិងទទួលបានបទពិសោធន៍ច្រើននៅលើឆាកអន្តរជាតិដូច្នេះហើយចំពោះបបរកញ្ញាចក្រវាលនៅក្នុងឆ្នាំ2024អាចយកអេលីណាជាគំរូបានចាយើងសិស្សច្បងណាចាអរគុណច្រើនឥឡូវចូលមកកាន់ប្រខូចវិញម្ដងចាអារម្មណ៍មិនដែរនៅពេលដែលដៃគូថាថតរឿងដំបូងជាមួយគ្នាណាគាត់ពូកែគាត់ស្អាតឆ្លាតចឹងមិនដែរខ្ញុំមានអារម្មណ៍ថាមានសំណាងបានថតជាមួយមនុស្សស្រីដែលពូកែអត់ទេខ្ញុំមានសំណាងមែនបានថតជាមួយគាត់ចឹងណាគាត់សម្រាប់ខ្ញុំធ្វើការជាមួយគាត់កន្លងមកខ្ញុំមើលឃើញគាត់ជាមនុស្សចឹងមែនគាត់អត់សូវលេងច្រើនតែមកមួយខ្ញុំអាចថាប្លែកលេងច្រើនតិចព្រោះខ្ញុំពូកែខ្ញុំដឹងស្រាប់ហើយនៅក្នុងវិស័យសិល្បៈឬក៏ការសម្ដែងចាយើងត្រូវមានទំនាក់ទំនងកាលណាតែយើងអត់ស្និទ្ធស្នាលឬក៏យើងអត់មានការលេងសើចជាមួយគ្នាខ្លះយើងអត់មានអារម្មណ៍លេងឬអត់មានអារម្មណ៍ចូលទួជាមួយគ្នានៅពេលសម្ដែងទេអញ្ចឹងតែនៅបានតែពេលសម្ដែងបានតែពេលជួបគ្នាទេតែបើថាឲ្យណាត់ជួបគ្នាដើរលេងអត់ណាសោះឃើញធ្វើស្គាល់គ្នាស្គាល់ដែរលោកតាតែចៃដន្យជួបគ្នាអីចឹងទៅតែបាទអូណាដើរលេងគ្នាអត់ដែរទេចាបើថាជួបគ្នាចៃដន្យអីវាយក្បាលគ្នាលេងទៅខូចឃើញនិយាយទៅ character របស់គេចេញមកលក្ខណៈថាញ៉េះញោះច្រើនពលពូចខូចហ្មងខូចចាយើងស្គាល់ទៀតហើយចាសាច់រឿងហ្នឹងយើងគាត់បែបអត្តចរិតបែបនេះដែរចាបែបចឹងហ្មងចាហើយនៅខាងក្រៅក៏ចរិតចឹងដែរហើយនៅខាងក្រៅក៏ចឹងទៀតតើខ្ញុំជឿហ្មង director គឺគាត់ប្រកែកតួខ្លាំងណាស់មែនតែប្រកែកទៅទាំងតួស្រីណាហូក៏ទៅមែនខ្ញុំទទួលស្គាល់គាត់ពូកែមានស្រីដែលពូកែមានសំណាងតែតទៅដល់ master ចប់ពូកែអញ្ចឹងហើយនៅពេលដែលធម្មតាយើងអាន script ច្រើនត្រូវអានប្រូរឿងច្រើនអេលីណាឆាប់ចាំអត់ឆាប់ចាំអេលីណាឆាប់ចាំលឿនអញ្ចឹងអេលីណាខូចគាត់ឆាប់ចាំប្រូអត់បកាចាំដូចគ្នាបងចាបកាចាំដូចគ្នាធ្វើ MC បានទេគ្រូអាហ្នឹងដូចតែរៀនខ្ញុំគិតថាបើសិនជាខ្ញុំអាចចូលបានខ្ញុំគិតថាដូចថាការងារបរៀនយើងទេព្រោះថាខ្ញុំអត់ទុកចិត្តខ្លួនឯងនៅពេលដែលឡើងនៅក៏និយាយប្រម៉ូទពីអីមួយអញ្ចឹងរឿងយូរដែរតែនៅពេលដែលខ្ញុំមើលទៅ MC ផ្សេងគាត់ក៏មានចំណុចហ្នឹងដែរអញ្ចឹងគាត់ខ្ញុំគិតថាខ្ញុំក៏ប្រហែលគ្នាបើសិនជាខ្ញុំចូលប្រឡូកទៅខាង MC លុះត្រាតែយើងត្រូវតែព្យាយាមបរិងខ្លួនឯងតិចចាព្រោះថា MC ត្រូវការ
reflect បាទ reflect ខ្លាំងមែនតើ ចាចា តែខ្ញុំបាន តែ អ ស្រឡា ញ្ចឹ ញ់ ង អត់វិស័យមួយនេះ ខ្ញុំស្រឡាញ់តែខ្ញុំស្រឡាញ់ធ្វើម្ហូបជាងខ្ញុំចង់មានកម្មវិធីធ្វើម្ហូប ហ្នឹងហើយបើមាន បើសិនជាមានកម្មវិធីធ្វើម្ហូបឬក៏កម្មវិធីចោះធ្វើម្ហូបទៅតាមចំការរបស់បងប្អូន លើថារឿងក្រោយមានសាច់រឿងដែលតាក់ទងជាមួយនឹងមេចុងភៅ អូអញ្ចឹងខ្ញុំហីអូ ចាលក្ខណៈថាយើងឆាមីអីចឹងណា ឆាមីហោះលើអាកាស ឆាមីហោះលើអាកាសដែរទៀត អញ្ចឹងនៅឃើញវីដេអូមួយគេឆាមីគេតែចានមែននៅហ្នឹងតែចាននៅឆ្លងផ្លូវរបស់ ចាអញ្ចឹងចូលចិត្តធ្វើម្ហូបអញ្ចឹងតែមើលទៅខូចដូចជាថែរក្សារាងបានល្អមែនតើចាមានវិធីសាស្ត្រអីអត់ សម្រាប់ខ្ញុំទីមួយអ្នកនរដឹងហើយធ្វើជាតារាមិនស្រួលទេនៅពេលយើងថតពេកគេឲ្យយើងថតជាយើងហ្នឹងហើយយើងត្រូវជាយើងថែខ្លួនឯងថែ ថតដែរទៅថត ថតទូបែបថតទាំងខ្ញុំឡើងចុះប្រហែលជា 2-3 គីឡូតែឡើងទៅត្រឹមលើសតែពី2គីឡូ3គីឡូខ្ញុំចាប់ផ្ដើមភ័យ ចា ខ្ញុំត្រូវតែព្យាយាមសម្រកព្យាយាមញ៉ាំអីដែរល្អជាទូទៅខ្ញុំបើបច្ចុប្បន្នហ្មងគឺខ្ញុំព្រឹកឡើងបើផ្នែកឡើងគឺត្រូវញ៉ាំប៊ឺមួយថ្ងៃត្រូវអស់ពីបាទញ៉ាំជំនួសបាយព្រឹកហ្មង ផ្លែប៊ឺយើង ផ្លែប៊ឺសុទ្ធហ្មងអង្គុយញ៉ាំ ស្មានអង្គុយញ៉ាំប៊ឺ ញ៉ាំផ្លែប៊ឺហ្មង ប៊ឺកំប៉ុង ប៊ឺ យើង កំប៉ុងហ្នឹងថត ចាឥឡូវនេះខូចទម្ងន់ប្រហែលនេះ ខ្ញុំដូចជា73 កម្ពស់ កម្ពស់79 គាត់ថាសមាមាត្រគ្នានៅចង់ ខ្ញុំចង់ចោះដល់69 អញ្ចឹង ខ្ញុំចង់ឲ្យខុសពីកម្ពស់10គីឡូ ចង់ឲ្យរៀងស្គមជាងហ្នឹងដើម្បីចូលទូទៅឃើញ បាទតែគាត់ថា វាធ្វើអត់បានខ្ញុំព្យាយាមមកធ្វើបានតែបើសិនខ្ញុំឧទាហរណ៍ខ្ញុំឡើងដល់ធ្លាប់ឡើងដល់76គីឡូអញ្ចឹងខ្ញុំអាចធ្វើបានដល់71តែក្រោមហ្នឹងគឺធ្វើបានមានអារម្មណ៍ថានិយាយទៅខ្ញុំអន់ចិត្តនឹងខ្លួនឯងត្រង់នឹងមួយគឺខ្ញុំធ្វើឲ្យខ្លួនឯងចោះដល់69អត់បានអស់បំផុតត្រឹម71 មកពីឃើញម្ហូបចិត្តតែចង់ញ៉ាំ ខ្ញុំមកចង់ធ្វើរហូតភ្លក់រហូតត្រូវអត់ខូចខ្ញុំចិត្តធ្វើម្ហូបអញ្ចឹង ខ្ញុំភ្លុកតិចតិចអត់ដែរធម្មតាចង់ផៅណាដែលភ្លក់មួយចានគេភ្លក់តិចតិចទេ ធ្វើឲ្យហូបខ្លួនឯង ហ្នឹងហើយបើសិនជាបើសិនជាគេសួរខ្ញុំអ្នកខ្លះគេសួរថាបងឯងមិនក៏នៅអញ្ចឹងហើយបងឯងថែរៀងខ្ញុំរៀងខ្ញុំក៏វាមិនសូវជាស្អាតដែរមិនសូវជាមាន six pack អីដូចគេទេតែគ្រាន់ថាបានមកស្មើអញ្ចឹងទៅវាមិនមានកពីងកប៉ោងអី ចាចុះសម្រាប់អេលីណាវិញអាចប្រាប់អំពី ហ្នឹងមិនសួរទេលីណាគេមាន អាចកំប៉ាំងរបស់គេ ច្រើនណាស់ មិនដឹង មកជុំដល់ តែតាំងពីខ្ញុំធ្វើការមួយលីណាជិត1ឆ្នាំហើយ ជិត1ឆ្នាំ ចុះថតរឿងហ្នឹងមិនជិត1ឆ្នាំហើយអូយហេតុតែខ្ញុំមិនមែនមនុស្សសំខាន់ដល់ក្រោមប៉ុណ្ណឹងអត់ដឹងខ្លួនឯងធ្វើការមួយជិត1ឆ្នាំ ចាហើយអេលីណាមានអាចកំបាំងអីអត់ដែលខួចគាត់ប្រសើរខ្លាំងថាគេបកកែថែរក្សាសម្រស់អីចឹង ខ្ញុំពងចាំស្ដាប់មិញថាគាត់ដឹងគេខ្លះតោច្រើនណាស់អីគេខ្លះនេះ ចា ជាធម្មតាអត់ទេបងខ្ញុំជាមនុស្សដែលហូបច្រើនខ្ញុំហូបច្រើនមែនប៉ុន្តែគ្រាន់តែថាខ្ញុំហាត់ប្រាណ ចា ខ្ញុំទៅហាត់ប្រាណនៅពេលដែលតនេអញ្ចឹងតនេពីការងារអញ្ចឹងគឺដឹងតែទៅហីទៅរងថ្ងៃតែម្ដងចាហើយឥឡូវនេះល្ងាចឡើងជ្រៀតថែមវាយសីមួយមុខទៀត ទៀតកាន់សា ជំនាញទៀតហើយកីឡាករនីវាយសីទៀតហើយតិចទៀត មែនទេបងដោយសារតែនៅពេលដែលខ្ញុំត្រឡប់ហាត់ប្រាណដូចជាតែទៅតែហាត់ដែរបាន 5-6 ឆ្នាំហើយបងតែគ្រាន់ថានៅពេលដែលអត់ហាត់ប្រាណអញ្ចឹងទៅចេះតែមានអារម្មណ៍ថាអត់ស្រួលនៅក្នុងខ្លួនពិបាកគេងឬក៏ឈឺសៃឬក៏ចុកស្មាចុកខ្នងអីចឹងទៅ ហ្នឹងខ្ញុំបើសម្រាប់ខ្ញុំយល់អារម្មណ៍មួយហ្នឹងខ្ញុំក៏ធ្លាប់ហាត់មិនថាមិនធ្លាប់មនុស្សយើងធ្លាប់ហាត់ប្រាណហើយអញ្ចឹងគាត់ថាខ្ញុំអត់សូវមានពេលវេលាហាត់ប្រាណដូចលីណាអញ្ចឹងគេរវល់ខ្ញុំក៏រវល់អញ្ចឹងណាយើងហាត់ប្រាណតិចតួចមែនតែពេលដែលយើងអត់ហាត់យូរថ្ងៃមានអារម្មណ៍ថាស្បែកខ្លួនឯងដូចស្អាប់ធុញទ្រាន់យាអីអញ្ចឹងទៅក៏ទៅបានមួយសិតពីទៅបានសម្រាប់ទៀតមិនសម្រាប់អត់ទៅណាគឺរវល់គឺតាលីណាដឹងហើយ ចា ចារវល់ថតអញ្ចឹងទៅគឺយើងពិបាកអញ្ចឹងតែទៅហាត់ដំបូងហ្នឹងគឺមិន focus ទៅលើចង់បានរៀងឯព្រោះអីពីមុនមកគឺខ្ញុំទូចស្រាប់ ចា រៀងល្អិតប៉ុន្តែគ្រាន់តែខ្ពស់អត់ល្អិតទេហ្នឹងមិនគេហៅល្អិតទេគេហៅស្គមវិញគេហៅ ហ៊ីមន់ចានាងណាទៀតហី ចុះបងកញ្ញាមួយចាក់កបាមួយអត់មានរឿងល្អិតទូចទេគឺសិតតែរៀងស្តង់ដា1ម៉ែត្រចាត់ជាងអីឡើង ក៏ពោះបានហ្មងតែនឹងប៉ុន្តែតែ40គីឡូអីតិចតួចទេអញ្ចឹងគាត់ថាចង់ថែមគីឡូអត់មាន focus ថាចង់បានរៀងស្អាតអីចង់ថែមគីឡូឲ្យដើម្បីសុខភាពដែរអញ្ចឹងណាបងចាដល់ពេលហាត់យូរទៅក៏ជក់
ចង់តែហាត់ដូចឲ្យបងគួយគាត់និយាយអញ្ចឹងនៅពេលដែលហាត់ទៅគឺវាស្រួលខ្លួនគេងបានអីបានហើយយកទៅសៃទៅសងយើងចាមានអារម្មណ៍ថាមនុស្សហ្នឹងគឺគាត់ចេញមកសុខភាពល្អហ្មងចាហើយដល់ពេលទៅហាត់ណាមួយដល់ពេលយើងហាត់ទៅយើងឃើញរៀងយើងស្អាតអីចឹងទៅគឺចិត្តតែជក់មិនឃើញយើងឯងឃើញគេចិត្តនឹងស្អាតជាងយើងអត់ប៉ាន់មើលអត់ពេលខ្លួនឯងជាមួយនឹងគេធម្មតាឃើញខ្ញុំខ្ញុំចំណុចប្រអាប់ទៀតណាបើខ្ញុំតែហាត់ចឹងខ្ញុំមើលទីគេស្អាតមែនមើលខ្លួនឯងសិនណែគេហ្នឹងភេទគេហ្នឹងភេទអីហ៎ភេទស្រីក៏ប្រុសទាំងស្រីទាំងប្រុសតំណងណោះខ្ញុំតែហាត់ប្រាំងទៅមើលរៀងគេចុះយើងទៅមិនទៅហាត់មកក្លឹបដែរណាមិនចេះតិចអញ្ចឹងអត់ focus លើខ្លួនឯងសោះហ្មង focus លើការហាត់ប្រាំងខ្លួនឯងមិនស្រួលគេហើយបានមើលកញ្ចក់ហ្នឹងអូអត់ទេហាត់ទៀតនិយាយទៅគេគឺជាកម្លាំងចិត្តគេរៀងស្អាតជាងយើងត្រូវតែប្រឹងឲ្យបានស្អាតដូចគេដែរចាទូទៅខ្ញុំឃើញពីច្រើនអ្នកដែលអត់សូវហាត់ប្រាណគាត់ទៅអញ្ចឹងមែនគាត់ទៅអង្គុយចុចទូរស័ព្ទចុចមើលគេទៅឃើញគេស្អាតមើលគេមិនស្ទុះនៅនេះខ្ញុំតាមដានអានេះបត់ពិសោធន៍ឲ្យធ្លាប់ជួបផ្ទាល់មិនតែម្ដងឯច្រើនដងខ្ញុំដើរម៉ាស៊ីនអញ្ចឹងកញ្ចក់វាមិនអញ្ចឹងខ្ញុំមើលខ្ញុំដើរខ្ញុំមើលដែរអូគេគាត់ទៅហាត់ប្រាណហ្នឹងខ្ញុំទាយទុកមុនទៀតហ្នឹងខ្ញុំមកពីខ្ញុំធ្លាប់មានបត់ពិសោធន៍អញ្ចឹងដែរបាទខ្ញុំអាចទាយគាត់ត្រូវចាទៅផ្ទះវិញខ្ញុំគិតថាគាត់គួរតែផុសទៅសេលើកទឹកចិត្តទៅដល់អ្នកដែលគាត់អត់ហាត់ប្រាណណាបងប្អូនទាំងអស់គ្នាបើសិនជាអត់មានកម្លាំងចិត្តហាត់ប្រាណទេអាចទៅអង្គុយលេងនៅជីមបានអីចឹងទៅយើងអង្គុយដល់ពេលយើងឃើញគេចាំហ៊ានដល់មកគឺយើងទៅអង្គុយលេងនៅជីមហ្នឹងហើយតែដល់ពេលដល់ឃើញគេស្អាតបានមានអារម្មណ៍ចង់ចុំមើលមកខ្លួនឯងធម្មតានៅកន្លែងជីមកញ្ចក់ទាំងផ្ទាំងដូចចង់និយាយថាគេធ្វើមកដូចត្រីយើងត្រីក្រឹមអញ្ចឹងធម្មតាត្រីក្រឹមតែឃើញកញ្ចក់អួតហើយអួតមើលដល់ពេលខួយលើកដំបងតែជីមហ្នឹងគឺថាអត់មានអីអួតគេហ្មងអត់មានអីអួតអត់មានសក់អូយណាមួយមិនមែនទេថាខ្ញុំទោះបីខ្ញុំរៀងខ្ញុំវាមិនថានេះតែថាខ្ញុំបើឲ្យតែដោះអាវមកគេក៏អត់ហ៊ានដោះដែរទោះបីស្អាតមិនក៏ខ្ញុំហ៊ានដោះដែរអារម្មណ៍ថាអៀនវិញហើយចឹងអេលីណាវិញនៅពេលដែលទៅហាត់កីឡាដំបូងជ្រើសរើសកីឡាមួយណាដែរខ្ញុំទៅហាត់ដំបូងខ្ញុំទៅហាត់នៅជីមហ្មងចឹងកន្លែងដែល work out ហ្នឹងគឺគេមានម៉ាស៊ីនច្រើនឲ្យយើងហាត់ហើយខ្ញុំមានpersonal trainer អ្នកដែលគាត់ឲ្យបង្ហាត់យើងផ្ទាល់ខ្លួនណាអញ្ចឹងនៅក្នុងមួយអាទិត្យពីមួយថ្ងៃទៅមួយថ្ងៃអញ្ចឹងគឺគាត់ជ្រើសរើស exercise ឲ្យយើងហាត់ថ្ងៃនេះយើងហាត់ដៃអញ្ចឹងទៅថ្ងៃនេះយើងហាត់ជើងហាត់ខ្នងហាត់ស្មាឲ្យវា balance ជាមួយនឹងរាងរបស់យើងបើមិនជាយើងឧទាហរណ៍ថាយើងទៅយើងអត់ចេះយើងតែហាត់តែជើងមួយមុខអញ្ចឹងជើងយើងវាអាចទូចជាងដៃឬក៏ធំជាងដៃអីចឹងទៅអញ្ចឹងបើមិនជាយើងទៅហាត់យើងមានtrainer ផ្ទាល់ខ្លួនរបស់យើងអាហ្នឹងយើងអាចថាទទួលបានលទ្ធផលល្អច្រើនចាអញ្ចឹងសម្រាប់របបអាហារវិញការញ៉ាំវិញប្រចាំថ្ងៃប៉ុន្មានពេលដែរខ្ញុំញ៉ាំច្រើនពេលបងមួយថ្ងៃជាទូទៅធម្មតាគេហូបតែ3ពេលខ្ញុំចូល6ពេលអីតែបងខ្ញុំដឹងអាកំបាំងដឹងទៀតបាទដឹងមិនខ្ញុំធ្វើការជាមួយអញ្ចឹងហ៎កំងឧទាហរណ៍បើសិនជាកំង1 ម៉ោងមួយចានគាត់ញ៉ាំតែមួយឯងសោះមិនគាត់ទុកហើយហ្នឹងហើយមិនស្ទុះកំងទៀតញ៉ាំតែបន្តិចទេធ្វើមិនឲ្យតែស្គាល់រសជាតិអញ្ចឹងហ៎អត់មែនញ៉ាំទេគឺញ៉ាំច្រើនមែនតែពាក្យថាតែច្រើនហ្នឹងច្រើនមុខគាត់តែភ្លក់ឲ្យច្រើនមុខមួយថ្ងៃគេមកជិបហើយនៅពេលដែលគេឡើងគីឡូតិចគេមើលចុះអូឡើងចាប់ដើមអត់បន្ថយទេគេកំងទៀតហើយគេកំងសាឡាត់គេញ៉ាំសាឡាត់ហ្នឹង2 ថ្ងៃជួយញ៉ាំរាល់ថ្ងៃហ្មងខ្ញុំគេតាមដានធម្មតាយើងធ្វើការវិធីតែតាមដានអូចាបកាញ៉ាំច្រើនមែនដូចខ្ញុំនិយាយចឹងគាត់មួយថ្ងៃហ្នឹងគាត់អូដឺមិនក្រោម5មុខទេតែគោពេញតុកអញ្ចឹងហ៎ខ្ញុំញ៉ាំតែដដែលគាត់តែជាមួយអញ្ចឹងមិនស្ដាយអត់មានអ្នកបង្ហើយហ្នឹងហើយចាគេអ្នកចូលចិត្តធ្វើម្ហូបគេអ្នកបង្ហើយតែប៉ុន្តែគេអត់ឡើងគីឡូដែរអត់ឡើងហើយញ៉ាំតែថ្ងៃល្ងាចឡើងពេលខ្លះមហិតបើឃ្លានប៉ុណ្ណាដល់ក៏ទ្រាំណាបងអូចាំថាខ្ញុំបានខ្ញុំនិយាយថាធ្វើតារាមិនស្រួលទេទៅបីរបស់លើខ្លួនឯងចង់ញ៉ាំក៏អត់ហ៊ានទប់អារម្មណ៍ទប់ចិត្តបាទតែមិនខំថ្ងៃណាមួយខ្ញុំនឹងញ៉ាំបើដូចចិត្តអូតែមានអារម្មណ៍ដូចខ្ញុំហ្មងរបៀបថាឧទាហរណ៍ថាបើយើងចូលចិត្តញ៉ាំរបស់ហ្នឹងប៉ុន្តែដឹងថារបស់ហ្នឹងញ៉ាំទៅធាត់ហើយយើងសុកចិត្តថាជីកទៅជីកមកកាត់ហាងហ្នឹងមើលទៅឲ្យតបានមើលមានអារម្មណ៍មួយទៀតនៅពេលដែលញ៉ាំហើយស្ដាយក្រោយភ្លាមអញ្ចឹងអូឥឡូវមានអារម្មណ៍ហ្នឹងអត់ពេលឃ្លានអត់នេះទេអត់គិតទេអូញ៉ាំសិន
ញ៉ាំឲ្យចាំតែហាត់ប្រាណដល់ពេលញ៉ាំហើយពុបអូស្ដាយណាស់ នឹងចឹងអត់ញ៉ាំ ព្រោះដល់តែខ្លួនឯងស្អីឡើងក៏អត់ទៅហាត់ប្រាណទេចុះស្ដាយ ចាអញ្ចឹងមិនថាការដែលចែករំលែកបទពិសោធន៍នៅក្នុងការថែរក្សាសម្រស់របស់អ្នកទាំងពីរគឺម្យ៉ាងម្នាក់ហើយក៏មានចំណុចពិសេសខុសៗគ្នាដែរអញ្ចឹងហើយសម្រាប់អ្នកដែលគាត់ចង់បានរាងស្អាតរាងសាឡូនក៏ដូចជាអ្នកដែលចង់ថែសុខភាពបានល្អអាចស្រង់យកនៅចំណុចល្អៗខ្លះៗយកទៅអនុវត្តតខ្លួនបាន យកទៅចំណុចល្អ ចាយកទៅចំណុចល្អបានហើយ ក៏ច្រើនណាស់ ចាអរគុណច្រើនអញ្ចឹងសម្រាប់ការដែលយើងចែករំលែកនៅបទពិសោធន៍នៅក្នុងការចូលប្រឡូកនៅវិស័យសិល្បៈការថែរក្សារាងនិងផលលំបាកនៅក្នុងការចូលទៅក្នុងវិស័យសិល្បៈយើងបានហ៊ីបហបត្រួសហើយសម្រាប់ fan អ្នកដែលគ្រប់គ្រងអ្នកទាំងពីរក៏ចង់ដឹងរឿងរ៉ាវបន្ថែមទៀតដែរប៉ុន្តែយើងអត់តន់និយាយអស់នៅក្នុងវគ្គនេះទេព្រោះថារឿងវាមានច្រើន ចាអញ្ចឹងជួបគ្នានៅវគ្គក្រោយ នៅពេលដែលទូរស័ព្ទថាខ្ញុំចង់ក្រោយលក់នៅភី មកវិញពងសើថាសលេងដូចផង ហ្នឹងខ្ញុំមកនិយាយចឹងខ្ញុំធ្វើថាសម្លេងតិចប្រ